ក្នុងលោកនេះរត់ទៅទាញរត់ទៅតឹងមើលអញ្ចឹងហ្នឹងហើយអញ្ចឹងរត់ទៅទាញរត់ទៅតឹងរត់ទៅចាប់រត់ទៅក្តៅហើយដល់ព្រះពុទ្ធអង្គសម្ដែងថាតថាគតមិនឈប់មិនប្រឹងឆ្លងលួងបានមើលក្នុងលោកហ្នឹងគ្រាន់តែថាមិនឈប់ណាគេថាមិនឈប់មិនក្រាញនៅហ្នឹងហើយដោយសាសតៈទិដ្ឋិអីចឹងទៅជាភវៈទិដ្ឋិហ្នឹងជាការដែលក្រាញនៅហើយហ្នឹងហើយដល់ទៅវិភវៈទិដ្ឋិក៏កើតការតោះក៏កើតការមិនពេញចិត្តណាហើយក៏ប្រព្រឹត្តទៅដោយវិភវៈទិដ្ឋិហ្នឹងឯងចឹងឲ្យវាស្លាប់ទៅសូន្យទៅកុំឲ្យកើតទៀតសូន្យជាតិនឹងក្តីខ្លះទៅទៅទេវលោកសិនបានសូន្យខ្លះទៅព្រំសិនបានសូន្យខ្លះទៅថាអរូបព្រំ1 2 3 4សិននៅបានសូន្យបានព្រះអង្គសម្ដែងឧច្ឆេទទិដ្ឋិ7ហ្នឹងក្នុងអបរន្តកបតិដ្ឋិហ្នឹងអាហ្នឹងប្រឹកហ្នឹងគឺព្រះអង្គបញ្ជាក់អំពីរឿងការដែលទៅដោយអំណាចវិភវៈទិដ្ឋិហ្នឹងឬក៏ចែកទៅតាមហ្នឹងណាហ្នឹងឯងដូចថាការដែលឈប់ហ្នឹងឯងដោយអំណាចអីដោយអំណាចថាទិដ្ឋិដែលប្រកាន់ទូខ្លួនទៅហ្នឹងឯងឬក៏ថាប្រឹងដោយអំណាចនៃតណ្ហាអញ្ចឹងទៅហ្នឹងឯងអញ្ចឹងទៅក៏បានឬក៏ថាត្រឡប់មកឲ្យន័យថាការដែលឈប់នៅហ្នឹងដោយអំណាចនៃអភិសង្ខារដែលប្រកបទៅដោយតណ្ហាអីហ្នឹងចឹងទៅនៅក្នុងសេចក្តីពីរឿងដែលថាទិដ្ឋិតណ្ហាហ្នឹងហើយដល់ចែកទិដ្ឋិទៅក៏សាសតៈទិដ្ឋិដែលជាភវៈទិដ្ឋិហើយហ្នឹងឧច្ឆេទទិដ្ឋិដែលជាវិភវៈទិដ្ឋិហ្នឹងចឹងទៅគឺតេតួងទៅហ្នឹងអត្តានុទិដ្ឋិហ្នឹងឯងទិដ្ឋិទាំងអស់ហ្នឹងគឺព្រះធម្មសេនាបតីសម្ដែងទិដ្ឋិទាំងអស់គឺអត្តានុទិដ្ឋិសកាយទិដ្ឋិហ្នឹងហ្នឹងឯងហ្នឹងដែលសរុបមកណាគឺនៅក្នុងសេចក្តីប្រកាន់ថាជាខ្លួនហ្នឹងបានបែងចែករហូតដល់ទៅមាន62ហ្នឹងពពន្តកបតិដ្ឋិហ្នឹងមាន18ប្រោពយកខណ្ឌអតីតហ្នឹងហើយអបរន្តកបតិដ្ឋិប្រោពយកខណ្ឌខាងក្រោយហ្នឹងមាន44ហ្នឹងវានៅត្រង់អត្តានុទិដ្ឋិហ្នឹងហ្នឹងហើយមើលពុទ្ធបរិស័ទយើងមានក្រាញនៅបឹងតែងទាអីក្នុងលោកហ្នឹងដឹងតាមសេចក្តីពិតដោយបញ្ញាហ្នឹងចឹងទៅអាទាញក៏មិនទាញអាប្រឹងដោយអំណាចទិដ្ឋិតណ្ហាហ្នឹងហ្នឹងឯងក៏មិនប្រឹងណាគ្រាន់តែសម្លឹងមើលដោយឧបេក្ខាញាណគ្រាន់តែសម្លឹងមើលហើយមិនចាប់មិនប្រកាន់ហ្នឹងឯងដល់ក្រោយគឺព្រះនិព្វានហ្នឹងឯងយ៉ាងគឺយើងចូលមកនៅក្នុងសាសនានេះមជ្ឈិមបដិបទាតែមិនមែនថាយើងមិនប្រឹងហ្នឹងគឺខ្ជិលទេណាមិនខ្ជិលទេព្យាយាមគ្រាន់តែថាក្នុងនេះដែលព្រះអង្គសម្ដែងតេតួងឧបនិស្ស័យនៃទេវតាហ្នឹងឲ្យដាក់ចុះនៅមាននេះស្ដាប់ទៅវាអត់យល់ដល់ព្រះអង្គដែងថាតថាគតមិនឈប់មិនប្រឹងឲ្យឆ្លងលួងបានហ្នឹងឯងគ្រាន់តែប៉ុណ្្នឹងដឹងថាអូខ្លួនឯងអត់យល់ចឹងសូមទូលសួរព្រះអង្គដាក់ចុះនៅមាននេះហ្នឹងចឹងបានព្រះអង្គទ្រង់អធិប្បាយសេចក្តីហ្នឹងទៅស្ដាប់ទៅក៏បានឃើញព្រះសម្មាសម្ពុទ្ធដោយញាណចក្ខុហ្នឹងឯងចឹងពុទ្ធបរិស័ទយើងចង់ឲ្យថាប្រឹងប្រែងជាយាមហ្នឹងប៉ុន្តែវិរិយុបេក្ខាណាហ្នឹងឯងឧបេក្ខាវិរិយៈហ្នឹងគឺកណ្ដាលហ្នឹងឯងសម្មាវិរិយមៈគឺបានន័យថាព្យាយាមជាមួយនឹងសម្មាទិដ្ឋិព្យាយាមជាមួយនឹងសម្មាសង្កប្បៈរហូតព្យាយាមជាមួយនឹងសម្មាសតិហ្នឹងឯងកណ្ដាលអាការដែលខំប្រឹងទៀមទាតឹងតែងចាប់យកហួងហែងអាហ្នឹងឯងវាជាអន្តធัวវាអមហ្នឹងដោយសម្គាល់ថាមានខ្លួនយើងហ្នឹងបានប្រឹងប្រែងតឹងតែងទៀមទាហ្នឹងឯងហើយដល់ទៅវាអត់បានទៅក៏ខកចិត្តទៅហើយតោមនោះទៅទុះតោះទៅហ្នឹងឯងអញ្ចឹង
ជាយាមឲ្យផ្លូវកណ្ដាលហ្នឹងគឺថាជាយាមអប់រំចិត្តចម្រើនបញ្ញាឲ្យឃើញហេតុផលបរមត្តតាមសេចក្តីពិតយើងអត់ចាំបាច់ធ្វើហេតុផលបរមត្តតាមសេចក្តីពិតហ្នឹងទេព្រះពុទ្ធអង្គក៏អត់ធ្វើឲ្យគ្រាន់តែព្រះអង្គសម្ដែងប្រាប់ហើយយើងខំប្រឹងឲ្យឃើញហេតុផលបរមត្តតាមសេចក្តីពិតហ្នឹងមានស្អីដែលមិនមែនជាការពិតក្នុងជីវិតយើងសពថ្ងៃហ្នឹងវានៅត្រង់ដែលថាយើងមិនបានដឹងការពិតហ្នឹងអាហ្នឹងវានៅមានអាហ្នឹងហ្នឹងឯងដែលត្រង់ដែលថាមានស្អីដែលមិនមែនការពិតអត់មានទេណាវាមានតែត្រង់ដែលយើងមិនដឹងការពិតហ្នឹងឯងអាហ្នឹងក៏ការពិតដែរការពិតជាចំណែកនៃវត្តដាក់ដោយអវិជ្ជាហ្នឹងហ្នឹងឯងអាហ្នឹងក៏ការពិតដែរតែការពិតក្នុងទុក្ខសច្ចសមុទយសច្ចបដិច្ចសមុបាទធម៌ក៏ពិតដែរពិតទាំងវត្តដាក់ទាំងវិវត្តដាក់ហ្នឹងឯងតែត្រង់ដែលបានដឹងការពិតដឹងដោយញាណដឹងដោយបញ្ញាវាអត់មានស្អីកើតយើងផ្សំនឹងការរៀនអភិធម្មរៀនបរមត្តហ្នឹងផ្សំណាដើម្បីឲ្យយើងដឹងថាក្នុងជីវិតយើងវាមានតែចិត្តចេតសិករូបអត់មានស្អីក្រៅពីចិត្តចេតសិករូបកើតទៀតទេហើយចិត្តចេតសិករូបនេះអត់មានកើតតាមអ្នកណាទាមទារទេមិនថាតែយើងកពេចកពុកអីហ្នឹងទេទេវតាប្រអិនប្រព្រំឬក៏សំបីព្រះពុទ្ធអង្គក៏ព្រះអង្គមិនមែនថាព្រះអង្គបង្កប់បញ្ជាបរមត្តធម៌អីនឹងឲ្យខុសអំពីហេតុផលនឹងបានទេគ្រាន់តែព្រះអង្គត្រាស់ដឹងបានផ្សំនឹងអភិនិហាបារមីទៅព្រះអង្គបានជាព្រះសម្មាសម្ពុទ្ធទៅព្រះអង្គសម្ដែងប្រាប់ទៅធ្វើឲ្យអ្នកស្ដាប់នឹងកើតយោនិសោមនសិការៈមានបញ្ញាបានដឹងសច្ចធម៌នឹងដោយអង្គឯងទៅពឹងខ្លួនឯងពឹងការចម្រើនអរិយមគ្គហ្នឹងសំទៅនឹងបច្ច័យច្រើនហ្នឹងអញ្ចឹងហើយមើលទៅណាសេចក្តីពិតហ្នឹងមើលចេះមកតាមយើងអីបើសុំបីតែប្រអិនក៏មិនតាមប្រព្រំក៏មិនតាមព្រះពុទ្ធអង្គក៏មិនតាមយៈមានណាក៏មិនតាមអត់មានខ្លាចអំណាចអ្នកណាទាំងអស់ហ្នឹងហើយប៉ុន្តែវាពិសេសត្រង់ថាមិនតាមអំណាចអ្នកណាទាំងអស់ហ្នឹងមិនស្ដាប់ការបង្កប់វិជាមិនស្ដាប់ការអង្វរកអត់មានស៊ីចំណោកសោប៉ាន់ណាក៏ប៉ុន្តែមិនអាក្រក់សម្រាប់អ្នកណាទេមានតែអ្នកដែលល្ងងមិនព្រមដឹងសេចក្តីពិតនឹងទេដែលបៀតបៀនខ្លួនឯងដោយអវិជ្ជាហ្នឹងតែសេចក្តីពិតនឹងអត់បានបៀតបៀនអ្នកដទៃដែលនឹងថាបញ្ចូលទៅឲ្យអ្នកដទៃនឹងឯងថាមានសភាពដែលថាជាទុកទោមនស្សតាមតឹងចង្អៀតចង្អល់អីហ្នឹងណាហ្នឹងហើយធម្មតាបើថាជាទុកគឺជាទុកឯងសំខាន់ត្រង់ថាមិនទៀងជាទុកទុក្ខវេទនាក៏ដោយដែលកំណត់ថាដូចជាព្រួញសុខវេទនាក៏ជាទុកព្រោះមិនទៀងប៉ុន្តែណាការដែលដឹងទុកនេះណាហ្នឹងឯងចឹងមើលទៅជាបានក្រេបសច្ចៈរស់គឺណាការដែលដឹងនៅទុក្ខសច្ចហ្នឹងក្រេបសច្ចៈរស់ហើយធ្វើឲ្យអស់ទិដ្ឋិតណ្ហាឈ្នះសេចក្តីទុក្ខនឹងទៅបានឃើញទេសេចក្តីទុក្ខមែនប៉ុន្តែយើងអាចឈ្នះសេចក្តីទុក្ខនឹងបានពីព្រោះបានដឹងសេចក្តីពិតក៏ដែលសេច